សំឡេងចោះចោតនៃឧទ្ធម្ភាគចក្ររបស់លោកដូណាល់ត្រាំបានធ្វើឲ្យរំជួយភ្នំតកកនៅទីក្រុង Davos ប្រទេសស្វីសតែអ្វីដែលធ្វើឲ្យរំជួយពិតប្រាកដដល់វេទិកាសេដ្ឋកិច្ចទីក្រុង Davos ឆ្នាំនេះគឺសម្ដីសន្ទរកថារបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងសន្ទរកថារយៈពេលប្រមាណ1ម៉ោងនិង15នាទីលោកដូណាល់ត្រាំបាននិយាយដោយមិនអានក្រដាស់និយាយពីនេះបន្តិចពីនោះបន្តិចត្រឡប់ចុះត្រឡប់ឡើងដោយភាពជឿជាក់បំផុតលោកដូណាល់ត្រាំបានចាប់ផ្ដើមដូចសពមួយដងជាមួយនឹងសម្ដីអួតបំពើងទ្រូងថាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិករីកចម្រើនខ្លាំងសម្បើមណាស់ក្រោមការដឹកនាំរបស់លោកមួយឆ្នាំមកនេះលោកដូណាល់ត្រាំអះអាងទៀតថាបើសេដ្ឋកិច្ចអាមេរិកផ្ទុះរីកចម្រើននោះសេដ្ឋកិច្ចពិភពលោកក៏ទទួលផលទៅតាមនោះដែរព្រោះថាអាមេរិកជាប្រទេសមហាអំណាចធំជាងគេគ្មាននរណាអាចប្រៀបស្មើបានឡើយក្រៅពីអួតខ្លួនឯងលោកដូណាល់ត្រាំបានវាយសំពងមិនបង្អង់មាត់ទៅលើសហភាពអឺរ៉ុបដោយអះអាងថាអឺរ៉ុបរាល់ថ្ងៃនេះចុះអន់ថយហៅមិនលឺលោកមើលលែងស្គាល់ហើយលោកដូណាល់ត្រាំបានរិះគន់អឺរ៉ុបថាអន់គ្រប់វិស័យទាំងរឿងបញ្ហាសេដ្ឋកិច្ចទាំងបញ្ហាសន្តិសុខនិងជាពិសេសនោះគឺគ្រប់គ្រងជនអន្តោប្រវេសន៍មិនបានល្អបណ្ដោយឲ្យមនុស្សមកពីក្រៅមកបង្កបញ្ហាបង្កភាពរញ៉េរញ៉ៃក្នុងន័យមួយចង់ប្រដៅអឺរ៉ុបលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានអះអាងថាអឺរ៉ុបកំពុងតែដើរផ្លូវខុសហើយអស់ពីជាន់ពន្លិចអឺរ៉ុបនៅចំពោះមុខមហាជនដែលសុទ្ធតែជាមន្ត្រីថ្នាក់ដឹកនាំរដ្ឋនិងតំណាងក្រុមហ៊ុនអន្តរជាតិធំៗលោកដូណាល់ត្រាំបានប្រើសម្ដីវាយប្រហារទៅលើលោកប្រធានាធិបតីបារាំងអេម៉ានូអែលម៉ាក្រុងលោកដូណាល់ត្រាំបានសើចចំអកពេបជ្រាយចំពោះលោកម៉ាក្រុងដែលពាក់វ៉ែនតាយ៉ាងចម្លែកនិងថាលោកម៉ាក្រុងខំប្រឹងសម្ដែងអួតខ្លួនថាជាអ្នកខ្លាំងមកដល់ចំណុចសំខាន់ដែលគ្រប់គ្នាទន្ទឹងរង់ចាំស្ដាប់ទាក់ទិននឹងបញ្ហាកោះ Groenland វិញលោកដូណាល់ត្រាំបានថ្លែងថាសហរដ្ឋអាមេរិកបានចំណាយប្រាក់ជួយការពារសន្តិសុខអឺរ៉ុបរាប់សិបឆ្នាំមកហើយនៅក្នុងក្របខ័ណ្ឌសម្ព័ន្ធភាពអូតង់ដូច្នេះពេលនេះលោកសុំតែតកកមួយដុំសោះរឿងអីសុំមិនបានទន្ទឹមគ្នានេះលោកដូណាល់ត្រាំបានគូបញ្ជាក់ថាលោកគ្មានបំណងប្រើកម្លាំងទ័ពដើម្បីយកកោះ Groenland តែបើយកតាមសម្រួលមិនបាននោះអឺរ៉ុបត្រូវតែត្រៀមខ្លួនទៅមិនខុសពីសម្ដីបងធំអ្នកលេងក្រៅច្បាប់លោកដូណាល់ត្រាំបានអះអាងថាក្រៅពីអាមេរិកគឺគ្មាននរណាអាចការពារសន្តិសុខកោះ Groenland បានទេដូច្នេះត្រូវតែប្រគល់ដែនដីនេះមកឲ្យអាមេរិកពលគឺលោកចង់បានកម្មសិទ្ធិបញ្ជាក់ថាកោះនេះជារបស់អាមេរិកទើបស្រួលចាត់ចែងការពារ But now what I'm asking for is a piece of ice, cold and poorly located, that can play a vital role in world peace and world protection. It's a very small ask compared to what we have given them for many, many decades.